Ok, số sau đây cái này dương này cái chi Green Update cảm thấy Spec Pro version 4.6.3 chứ được biết là dươngត្រូវតែ download file ចេញមកសិនណា download file ចឹង file យើង download ហើយយើងទុកមក drive D ទៅទុកនៅក្នុង drive D ទៅដើម្បីវាមានភាពងាយស្រួលពេលដែលយើងប្រើនៅពេលក្រោយចឹងយើងចូល drive របស់យើងមកនេះខ្ញុំបាន download មកហើយចឹងចូល file របស់យើងមកចឹងរបៀបពលា file អត់មានបាក់ទេក៏ចុចលើនឹងហើយបងចុចយក click ទៅមកស្ដាប់យកពាក្យ extra file ហើយវាចេញមកនេះ folder មួយហ្នឹងចឹងយើងបើកវាមកនេះយើង click មកស្ដាប់មកយកពាក្យថា send to យើង send មក file ហ្នឹងឲ្យមក desktop មកនេះមក desktop ហ្នឹងនៅហ្នឹងអញ្ចឹងយើង send អូខេនេះយើងលុបពាក្យ shortcut ចោលហើយ enter ទៅរួចហើយតែប៉ុណ្្នឹងឯងហើយយើងបើកហើយយើងនេះយើង pin លើ video មួយមកពេលដែលយើងបាត់ទៅវានឹងជាប់នឹងទូមែនបារបស់យើងទាំងអស់អូខេអញ្ចឹងកុំព្យូទ័របងប្អូនដែលគ្នាយើងតម្លើងអត់ស្គាល់ load error យើងត្រូវទៅតម្លើងកម្មវិធីមួយកម្មវិធីមួយហ្នឹងនៅក្នុងអូខេនេះយើងត្រូវតម្លើងពីនេះសិនណាតម្លើងពីនេះហើយទើបយើងអាចតម្លើងSpec Pro របស់យើងបានអញ្ចឹងវាតម្លើងអត់បាក់ទេ click មកស្ដាប់យ៉ារ៉ានអានហ្នឹងមកឬក៏ចុច USB 2 ដងមករួចហើយចុច next ទៅរហូតទៅអញ្ចឹងហើយចុចតម្លើងគឺខ្ញុំអត់បង្ហាញទេខ្ញុំបង្ហាញទ្រឹងកាត់ឲ្យខ្លីវីដេអូអញ្ចឹងកម្មវិធីយើងតម្លើងហើយគឺវាលោតមកបែបហ្នឹងខ្ញុំសូមបញ្យល់ទៅលើ function មួយវីដេអូនេះកន្លែងដែលយើងចូលទៅយកវីដេអូដើម្បីកាត់វាទាល់ថាឥឡូវទៅទេយើងធ្វើការវីដេអូណាមួយអញ្ចឹងណាវីដេអូយើងដាក់មកអូខេយើងយកវីដេអូណាមួយកាត់អញ្ចឹងមកទីហើយអញ្ចឹងណាវីដេអូណាមួយអញ្ចឹងយើងអូមកហើយយើង open មករួចហើយវាជប់បែបនេះអញ្ចឹងអូខេចូលណាអានេះយើង upload file ART មានន័យថាបើសិនជាយើងអត់ចង់បកប្រែនៅក្នុងហ្នឹងយើងបកប្រែវាជា file ART នៅខាងក្រៅយើង upload ទាញចូលមកដូចគ្នាអានេះក៏ function នៃយើងកាត់វីដេអូទីហើយរឿងហ្នឹងមាន10នាទីអញ្ចឹងណាយើងកាត់នេះយើងកាត់ណានេះកន្លែងនេះយើងជ្រើសរើសវីដេអូណាមួយមកដែលយើងចង់កាត់អញ្ចឹងណាអូខេនេះខ្ញុំឧទាហរណ៍ឲ្យមើលណាខ្ញុំនឹងស្លេចចូលហើយអញ្ចឹងកន្លែងនាទីខ្ញុំយក3នាទី58អញ្ចឹងវាបាន5ដុំមានតែ5ភាគហ្នឹងណាអាកន្លែងនេះយើងមិនបាច់ទៅឆ្ងល់អីទេយើងកាត់ជាភាគអានោះទៅតាមពិតខ្ញុំធ្វើវីដេអូអាប់ដេតនៅពេលក្រោយខ្ញុំបញ្យល់ទាំងអស់នៅក្នុងនេះកុំឲ្យខ្ញុំនិយាយខ្លីៗជួយចំណុចសំខាន់ឯងកន្លែងខ្លះបងអាចបងប្អូនអាចពន្យល់បន្ថែមឬក៏អាចស្រាវជ្រាវបន្ថែមព្រោះអីចង់ឲ្យវែងឆ្ងាយវីដេអូវែងខ្លីៗឆាប់យល់អញ្ចឹងអាកាត់ភាគហ្នឹងគឺមើលទៅកន្លែងហ្នឹងមកដាក់នីតិមករួចកាត់ភាគអូខេចាប់ផ្ដើមកាត់កន្លែងនេះfunction curve នេះមានន័យថាយើងផ្គុំវីដេអូខ្លីៗវាជាវែងវិញនេះកន្លែងវីដេអូហ្នឹងយើងជឿវីដេអូមកចូលឡើងយកវីដេអូប្រហែលវីដេអូចូលមកហើយយើងរក្សាទុកន័យថាយើងចង់ export វីដេអូដែលយើងកាត់ហើយនៅកន្លែងណាដាក់លេខហ្នឹងមករួចហើយយើងចាប់ដើម merge នេះឲ្យ merge វីដេអូហ្នឹងហើយទៅឲ្យផ្គុំយកមកនៅកន្លែងហ្នឹងណានេះខ្ញុំបានកាត់ហើយទីឲ្យខ្ញុំរើស3វីដេអូអញ្ចឹងខ្ញុំចាប់ដើមកាត់ទៅពេលដែលកាត់ទៅវាលុប folder យកមកមួយចេះ3ភាគអញ្ចឹង3ភាគហ្នឹងណាចឹង3នាទី57វាចែកក្នុងហ្នឹងអូតូបន្តិចបាន5ភាគអញ្ចឹងណាអញ្ចឹងកាត់ហើយយើងយកវាមកធ្វើមកធម្មតាដែរអូខេអញ្ចឹងកន្លែងនេះយើងដាក់ smart key យើងក៏ចុចទៅលើវាយើងបង្កើត key នៅកន្លែងនេះបង្កើតមក
ចឹងកន្លែងនេះបងប្អូនយើង create API key create ហ្នឹងចឹងបងប្អូនដាក់ឈ្មោះបងប្អូនមកហើយយើង create ឲ្យយើង submit មកវា load មកឲ្យយើង copy យកពាក្យទៅ copy មករួចហើយចឹងខ្ញុំធ្វើឲ្យមើលមួយនេះអូខេ copy វាមក copy យកដាក់ឲ្យ tool ពីយើងមកអាហ្នឹងផាមកថាខ្ញុំធ្វើ2ខ្ញុំដាក់2ចុះផាតចេញទៅហើយផាតចេញអាសាយកាលណាបងផាតចេញមើលនេះ font ខ្មែរនេះចុះ font ខ្មែរយើងយកអង់គ្លេសមកទៅវាផាតចេញបាន control V អូខេហើយរក្សាទុកមកវាបាន2ហ្នឹងកន្លែងយើងកើត KPI key smart key ហ្នឹងចូល Minai ហើយនឹង Google កន្លែងដែលយើងបកប្រែ script របស់សាច់រឿងអញ្ចឹងមុននឹងយើងបកប្រែយើងត្រូវបញ្ចូល KPI ដូចគ្នាអញ្ចឹងកន្លែងហ្នឹងអត់បាក់ទេបង្កើតកន្លែងហ្នឹងគឺចូលដូចគ្នាមកបងប្អូនវាយ domain អញ្ចឹងមករួចហើយ copy មកថាយើងធ្លាប់បង្កើតហើយកាលណាធ្លាប់បង្កើតហើយយើងយកនឹងមកប្រើក៏បានដែរយើង copy មួយមកអូខេហើយបើផាសលើនឹងលើទី1ទី2ហ្នឹងមកបានដែរ5ប្រឡោះដាក់ឆ្លាញ់ប្រឡោះណា10ប្រឡោះទៅហើយរក្សាមករួចតែប៉ុណ្្នឹងទេហើយយើងបកប្រែចុចពាក្យបកប្រែមកវាលុតខ្មែរអញ្ចឹងអូខេអញ្ចឹងណាអូខេកន្លែងបាយសលេងនេះមានន័យថាកន្លែងដែលយើងបាយសលេងមាន background មានសំឡេងមានត្រាំណាកាលណាយើងអត់បាយសលេងទេវាអត់មានលឺសំឡេង background ទេអញ្ចឹងកន្លែងចំណុច space វានៅត្រង់ហ្នឹងនេះមុខងារ function នេះបាសត្រាំអីហ្នឹងភ្លេងផ្សេងទៀតអូខេខាងក្រោមនេះជាសំឡេងតួអង្គដែលយើងជ្រើសរើសណាសំឡេងតួអង្គនេះចុះទេឥឡូវយើងមើលសិនរឿងហ្នឹងនេះ line ទី1ទី2ទី3ហ្នឹងមនុស្សប្រុសឬមនុស្សស្រីជារៀងទី line ហ្នឹង没想到还能多少ឆ្លងទៅពេលខ្លះចុចទៅចេះឆ្លងទៅលើទៅក្រោមបងត្រូវដោះ tick follow ទៅចុចទៅ smooth នេះសាកាលណាអា script វានិយាយគឺវា load ឡើងទៅលើទៅក្រោមហើយអញ្ចឹងវា auto ហើយកុំឆ្ងល់អីកន្លែងហ្នឹងហេតុអីបានវាអញ្ចឹងអាហ្នឹងគឺវា run អញ្ចឹងមក auto អញ្ចឹងចុចយ៉ាងមកយើង play មកតាវា多少人没想到还能再见鬼谷生ស្លេងទូស័យមួយ2នាក់ទូស័យចំណាយយើងមើលប្រើ2នេះវិញអញ្ចឹងអត់ចង់ឲ្យប្រើអីច្រើនទេ4 function ហ្នឹងទៅបានហើយអានេះខ្ញុំរើសឲ្យខ្ញុំរើសអញ្ចឹងអានេះប្រហែលខ្ញុំជឿ play មើល得道人渡人不渡己身负三缺ប្រើប្រុស3ហើយនេះសំឡេងយើងចាស់អញ្ចឹងយើងរើសហ្នឹងមកសំឡេងក្មេងមើលខ្ញុំ play មកដល់我应当如何做才能渡过天堑当年爷爷ខ្ញុំនៅកន្លែងហ្នឹងតែពេលយើងធ្វើឲ្យយើង export មកនេះ render វាចេញមករួចហើយតែប៉ុណ្្នឹងឯងមួយទៀតនេះកន្លែងកែវីដេអូហ្នឹងគឺកន្លែងដែលយើងចង់បានទំហំវីដេអូធំណានេះឲ្យវាធំបន្តិចអានោះវិធីសាស្ត្រកាត់ប្រេ copyright ទៅឡើងទៅលើអីចឹងណាកន្លែងហ្នឹងអានេះ color រួមដល់ប៉ុណ្ណឹងមករួចអានេះយើងមិនធ្វើអីវាទេយកប៉ុណ្ណឹងទៅអូខេហើយព្រោះដោយសារគឺយើងយក original ដោយសារ tool វាធ្វើ run មក auto វាស្អាតហើយមុនគេដាក់យើងប្រើនោះប៉ុន្តែគេដាក់ function ដើម្បីអីដើម្បីយើងចង់ឆ្លាញ់ញាប់ខ្លាំងពេកឬអំពើខ្លាំងពេកវាអាស្រ័យទៅលើយើងប្រើប្រាស់ប៉ុន្តែសម្រាប់ខ្ញុំពេញចិត្តប៉ុណ្ណឹងស្រីប៉ុណ្ណឹងហើយអូខេនេះ blur អីយើង select blur ទៅរួចហើយauto speed អានោះមិនលេង auto speed នោះវាថាតួនិយាយញាប់ទៅវា speed បានតែ25ណា
នៅចំណុចហ្នឹងរៀនមើលបន្ថែមទៀតនៅក្នុងនេះលេខណាអត់យល់យើង screenshot មក screenshot ឆ្មោកទីហោលេខនេះយល់ទេ screen ប៉ុណ្ណឹងថាឥឡូវបងអ្នកនៅចំណុចនេះខ្ញុំអត់យល់ចំណុចនេះអាហ្នឹងមានន័យថាម៉េចពេលណាយើងមានសំណួរយើងត្រូវភ្ជាប់នៅរូបភាពដើម្បីគ្នាយើងបងប្អូនដែលគាត់បានដឹងហ្នឹងគាត់ឃើញខ្លះគាត់ដឹងគាត់ប្រាប់គ្នាយើងហើយវាលឿនពេលខ្លះ admin ក៏រវល់ការងារក៏បានឆ្លើយតបលឿនទេយើងធ្វើអញ្ចឹងមករួចហើយអូខេវីដេអូមានតែប៉ុណ្្នឹងទេនៅក្នុងមេរៀននេះអាប់ដេតនេះឥឡូវយើង import សាកមើល import មកយើងដាក់ data ឲ្យមើលចុះអូនេះជាន់ឈ្មោះយើងដាក់តើអីរ៉ានតើអាឡងនេះមានកន្លែងនេះវារ៉ានកូដអញ្ចឹងបងប្អូនមិនឆ្ងល់ឡើយហ្នឹងសំឡេងនេះដាក់វាឲ្យជិត100ទៅ80 90ទៅលឿនតិចទៅអូខេវីដេអូមានតែប៉ុណ្ណឹងទេជួបគ្នានៅវីដេអូក្រោយ